ដល់ឡែព័ត៌មានបន្តពីខេត្តស្វាយរៀងពលរដ្ឋសិស្សានុសិស្សព្រះសង្ឃបានទទួលអំណាចសប្បុរសធម៌ជាច្រើននៅខេត្តស្វាយរៀងថ្មីកន្លងទៅនេះពលរដ្ឋចំនួន120គ្រួសារលោកគ្រូអ្នកគ្រូមកពីសាលាចំនួន7ជំនួសមកឲ្យសិស្សានុសិស្ស638នាក់និងព្រះសង្ឃចំនួន4វត្តស្ថិតក្នុងស្រុកកំពង់រូបានទទួលអំណោយសប្បុរសធម៌នាថ្ងៃទិវានៃសេចក្តីស្រឡាញ់មានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនពីលោកលឹមកឹមសេងនិងអាជ្ញាធរស្រុកកំពង់រូក្រោមការឧបត្ថម្ភផ្ទាល់របស់លោកលឹមកឹមសេងអគ្គនាយកក្រុមហ៊ុន Lucky Robi អញ្ជើញចូលរួមជាអធិបតីភាពនៃឱកាសនោះរួមមានលោកលឹមកឹមសេងលោកសុចពិសីអភិបាលស្រុកកំពង់រូលោកឌីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិលោកស្រីជាមន្ត្រីរាជការបម្រើការងារនៅមូលដ្ឋានស្រុកកំពង់រូលោកលឹមកឹមសេងមានប្រសាសន៍ថាថ្ងៃនៃទិវាសេចក្តីស្រឡាញ់14កុម្ភៈនេះសូមទទួលបាននូវសេចក្តីស្រឡាញ់គ្រប់គ្នាព្រោះទម្រាំលោកមានថ្ងៃនេះអតីតកាលគ្រួសាររបស់លោកនិងរូបលោកមានការលំបាកខ្លាំងដូច្នេះហើយទើបលោកតែងតែចែករំលែកនៅទានមនុស្សធម៌នេះជារៀងរាល់ឆ្នាំលោកសុចពិសីអភិបាលស្រុកកំពង់រូក៏បានសម្ដែងនៅការកោតសរសើរនិងថ្លែងអំណរគុណដល់លោកលឹមកឹមសេងដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រស្រុកកំពង់រូលោកអភិបាលស្រុកកំពង់រូក៏បានបញ្ជាក់ពីការរកទទួលទានរបស់ក្រុមហ៊ុននិងជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជារៀងរាល់ឆ្នាំ